về cho ra một ô đi lượt tìm mà rồi pi rồi lượt tìm mà rồi lượt tìm pi rồi vậy đó rồi về cho ra một ô ơi đi bà groupនឹងជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរធ្វើដំណើរពីភ្នំពេញកាត់តាមពោធិ៍សាត់វាវែងអូសោមកោះកុងទៀតហើយបងប្អូនបាទឥឡូវនេះយើងមកដល់កន្លែងលោកតាឃ្លាំងមឿងក៏ឆ្លៀតចូលមកអុជធូបបន់ស្រន់ដើម្បីស្នុកសុខសប្បាយតាមផ្លូវអញ្ចឹងណាបងប្អូនបាទពីអ្នកបងបាទដៃគូដៃកង់ហ្នឹងបាទគឺចោះខេត្តដល់ជាមួយគ្នាទេហើយនេះកន្លែងលោកតាឃ្លាំងមឿងបងប្អូនបាទនៅខាងពោធិ៍សាត់ហ្នឹងបាទបងប្អូនប្រកាសជាស្គាល់ហើយបន្ទាប់មកខ្ញុំក៏ចេញដំណើរមកវាវែងបងប្អូនបាទឥឡូវបដល់វាវែងបងប្អូនអើយដំរីនៅច្រើននៅដែរបាទនេះដំរីច្រើនដែរទេអត់មានអីប្លែកទេបាទដំរីកើតកូនកើតចៅច្រើនណាស់ឥឡូវនៅវាវែងហ្នឹងបងប្អូនបាទនៅតែស្រស់ស្អាតដែរបាទនេះស្រុកវាវែងយើងហ្នឹងបាទпоខាងប្រម៉ោយហ្នឹងគឺមកដល់ដាក់មកជុំហ្មងបងប្អូនបាទឃើញស្អាតពេកបាទហើយតែម្ដងហ្នឹងនឹងជាប់ចិត្តរូបដំរីហ្នឹងបាទហើយបន្ទាប់មកយើងចេញពីវាវែងមកធ្វើដំណើរមកខាងអូសោបងប្អូនបាទផ្លូវអីគឺស្អាតដែរហើយបងប្អូនបាទវាខូចខាតតិចតួចហើយជួសជុលកំពុងជួសជុលខ្លះអីខ្លះហើយតែធ្វើដំណើរលើងាយស្រួលបងប្អូនបាទនេះហើយនៅអូសោនេះគេអ៊ុតកនោះអ៊ុតអីហើយបងប្អូនបាទកំពុងរៀបចំអ៊ុតអីបានខ្លះហើយក៏ស្អាតហើយទេសភាពនៅតែស្អាតដដែលបាទនេះបឹងអូសោហ្នឹងបងប្អូនបាទនិយាយទៅខ្ញុំជាប់ចិត្តនៅនឹងណាបងប្អូនមកឲ្យម្ដងហ្នឹងខ្ញុំថតដែរបងប្អូនឲ្យធ្លាប់មើលឃើញហើយបាទតែអ្វីដែលខ្ញុំចូលចិត្តហ្នឹងគឺมันអាចផ្លេចបានគឺនៅកន្លែងហ្នឹងស្អាតបងប្អូនបាទនៅអូសោមហ្នឹងហើយមកមានអារម្មណ៍ថាមើលទៅវាស្រស់ថ្លាណាបងប្អូនបាទហើយការងាររវល់ដែរក៏មិនបានឈប់លេងឈប់អីដែរបញ្ញាប់ទៅធ្វើការបងប្អូនបាទអញ្ចឹងទេគេដេញចោលលើហ្នឹងបាទហើយនេះយើងមកដល់ផ្លូវ8អូសោមបងប្អូនបាទដោយសារការងារខ្ញុំនោះវានៅក្នុងព្រៃបាទក៏ឆ្លៀតចូលទៅក្នុងព្រៃសិនបងប្អូនបាទហើយនេះគឺផ្លូវចាស់បងប្អូនបាទខ្ញុំថតអនុស្សាវរីយ៍បងប្អូនដែលធ្លាប់មកពី10ឆ្នាំមុនអានេះផ្លូវកន្លែងព្រៃចេកគេហៅចកាចេកហ្នឹងបងប្អូនបាទហ្នឹងមនុស្សក៏ជាប់ដែរបងប្អូនបាទមិនបាច់ថាឡានទេកាលពីមិនទាន់ធ្វើផ្លូវណាបងប្អូនហើយផ្លូវនេះតាម1គីឡូជាងទេបងប្អូនបាទបើកមួយថ្ងៃទល់ល្ងាចអត់ផុតទេបាទពីមុនណាជាប់ផងលេចធំចកេះធំដល់ធំកបងប្អូនបាទផ្លូវហ្នឹងឥឡូវយើងចេញផុតមកយើងចូលមកដល់កន្លែងផ្លូវដែលយើងត្រូវទៅរកស៊ីហើយបងប្អូនបាទនេះមិនទៅរកស៊ីទេទៅរកមុខរបរការងារហ្នឹងបងប្អូនបាទហើយមកជ្រោះជ្រៅណាបងប្អូនអូនេះបថយណាចុះមកនេះផ្លូវទៅកន្លែងរកលុយហ្នឹងវាមិនដូចផ្លូវទៅចាយលុយទេបងប្អូនបាទផ្លូវទៅរកលុយវាតែងតែពិបាកអញ្ចឹងហើយបាទហើយនេះខ្ញុំក៏មកដល់ទីតាំងហើយបងប្អូនបាទកន្លែងនេះបាទកន្លែងទីតាំងដែលខ្ញុំទៅធ្វើការហ្នឹងបងប្អូនបាទនេះនៅក្នុងព្រៃហ្នឹងក៏ឃើញអាភ្នំហ្នឹងវាស្អាតក៏ថតមួយចែកបងប្អូនមើលទៀតបាទនេះឡើងខៀវសង្ងាត់បងប្អូនអើយអែមហើយមួយមុខដូចចៅហើយបងប្អូនបាទឡើងជាប់មកហើយបាទដល់កហើយទេសភាពនៅនេះគឺស្អាតណាស់បងប្អូនថតមិនសូវស្អាតមើលអាភ្នែកទៅទេមិនស្អាតបាទឡើងខៀវខ្ចីហ្មងបងប្អូនបាទអ្នកដែលចូលចិត្តព្រៃភ្នំចូលចិត្តធម្មជាតិហ្នឹងគឺថាមើលវីដេអូអេដមីនហ្នឹងគឺចូលចិត្តស្រឡាញ់ព្រៃឈើហ្នឹងបាទគឺត្រូវហ្មងបងប្អូនបាទហើយបន្ទាប់យើងចេញពីកន្លែងធ្វើការងារនៅក្នុងព្រៃដ៏កំសត់ហ្នឹងមកយើងក៏មកដល់កន្លែងទំនប់វារីអគ្គិសនីបាទហើយឥឡូវនេះខ្ញុំក៏បើកឡានធ្វើដំណើរបន្តទៀតឡើងទៅកោះកុងអានេះមកដល់ផ្លូវចិត្តដល់ស្លៃស្ពានខ្ពស់ហ៎បងប្អូនស្ពានខ្ពស់ប្រចាំប្រទេសហ្នឹងបាទឥឡូវម៉ោង5កន្លះហើយបងប្អូនបាទ5:20ជាងហើយក៏ចេញពីហ្នឹងមកមុំទៅមកដល់កន្លែងស្ពានហ្នឹងរៀងឆ្ងាយដែរបងប្អូនបាទហើយទីតាំងអស់ហ្នឹងគឺផ្លូវហ្នឹងខ្ញុំបើកដូចស៊ីបាយអញ្ចឹងបងប្អូនបាទរងថ្ងៃអីវាទំនៀមទម្លាប់របស់ខ្ញុំហើយបាទលេងជាកង្វល់ហើយផ្លូវហ្នឹងវាពិបាកតែបន្តិចទេកន្លែងភ្នំហ្នឹងដោយសារអីគេពងតស្ពានហ្នឹងក៏តហើយដែរប៉ុន្តែគេមិនទាន់បើកបងប្អូនសល់បន្តិចតួចប្រហោយមិនទាន់ហើយកន្លែងនេះគឺខ្ញុំថតថ្ងៃក្រោយគឺលែងបានមកថតឡៃហ្នឹងអាខ្លោងទ្វារមិញហ្នឹងដោយសារនេះស្ពានគេតហើយបងប្អូនហើយនៅជួសជុលដាក់ដៃដាក់អីហ្នឹងចិត្តហើយបងប្អូនបាទថ្ងៃក្រោយយើងលែងបានជិះមកកន្លែងហ្នឹងថតទៅស្ពានហ្នឹងហើយបងប្អូនដោយសារផ្លូវនេះគឺយើងឈប់ប្រើហើយយើងទៅប្រើលើផ្លូវថ្មីស្ពានថ្មីបងប្អូនបាទហើយទិដ្ឋភាពស្ពានហ្នឹងគឺមើលទៅស្អាតណាស់បងប្អូនហើយខ្ពស់មែនតើស្ពានហ្នឹងគេតភ្ជាប់អស់ហើយបងប្អូនបាទឮថា
ដឹងពិតទេហើយខ្ញុំក៏មិនមានរបាយការណ៍ច្បាស់លាស់ដែរឮថាគេថាថ្ងៃ11ហ្នឹងមុនចូលឆ្នាំហ្នឹងថ្ងៃ11ខែ4ហ្នឹងគឺគេបើកឲ្យដំណើរការប្រើប្រាស់ឲ្យស្ពានហ្នឹងបងប្អូនបាទហើយបើបងប្អូនដឹងព័ត៌មានហ្នឹងជួយប្រាប់ផងខ្ញុំក៏មិនច្បាស់ដែរខ្ញុំឡាគេធ្វើឬគេថាដែរទេហើយបន្ទាប់មកធ្វើដំណើរមកកោះកុងបងប្អូនបាទទេសភាពនៅស្អាតដដែលហើយតាមផ្លូវនៅតែអែមហើយអ៊ុតផ្លូវអ៊ុតអីហ្នឹងគឺបានច្រើនដាក់បកគោដាក់អីហ្នឹងគឺដាក់ច្រើនបានច្រើនដាក់បកគោផ្លូវកែងផ្លូវកោងហ្នឹងហើយកនុះហ្នឹងក៏គេអ៊ុតបានច្រើនដែរវានៅមិនតិចតួចក្នុងការជួសជុលហ្នឹងណាដោយសាររដូវភ្លៀងហ្នឹងក៏វាចូលមកដល់ដែរវាភ្លៀងផងអីផងអញ្ចឹងទៅវាធ្វើឲ្យបាក់ដីធ្លាក់ថ្មធ្លាក់អីក៏វាខូចផ្លូវដល់ពេលវាខូចផ្លូវខូចអីអញ្ចឹងទៅគេនៅជួសជុលបន្តទៀតបាទនេះយើងធ្វើដំណើរបន្តទៅមុខទៀតអើយបងប្អូនអើយជីវិតការងារធ្វើការឲ្យគេអញ្ចឹងមានអីទេមានជិះឡានមើលទេសភាពមើលអីអញ្ចឹងណាបងប្អូនបាទវាលំបាកដែរហ្នឹងរាល់ថ្ងៃហ្នឹងហើយនេះវាលំហនេះបងប្អូនវាលំហនេះខ្ញុំនេះដាក់ឈ្មោះទេបងប្អូនអាហ្នឹងដោយសារវាលំហហ្នឹងវាមានន័យថាវានៅលើមេឃវាលំហវាខ្ពស់ភ្នំហ្នឹងគឺកន្លែងវាលហ្នឹងគឺខ្ពស់ជាងគេដោយសារវានៅលើកំពូលភ្នំហើយឡើងពីកោះកុងមកក៏ឡើងមកលើភ្នំឡើងពីវាវែងអូសោមកក៏ឡើងលើភ្នំបានមកដល់ហ្នឹងបាទហើយវាមានដើមស្រល់តែប្រហែលដើមហ្នឹងបាទខ្ញុំហៅថាវាលំហបងប្អូនដែលធ្លាប់ជិះកាត់តាមហ្នឹងដឹងហើយអាវាលមួយហ្នឹងមានដើមស្រល់ប្រហែលដើមហ្នឹងគឺវាស្រស់ស្អាតខ្លាំងថតនឹងដៃថតទូរស័ព្ទអីហ្នឹងមើលវាមិនសូវច្បាស់ទេបានដ្រូនហោះបានអែមបងប្អូនបាទចង់និយាយអញ្ចឹងណាហើយខ្ញុំមកដល់កន្លែងហ្នឹងគឺខ្ញុំតែឈប់ថតទេបងប្អូនបាទហើយនេះកន្លែងដែលខ្ញុំហៅថាសមុទ្រឈើបងប្អូនបាទកន្លែងដែលខ្ញុំថតរាល់ដងហ្នឹងគឺទេសភាពវានៅស្អាតដដែលទេតែបានចុះថតទេដោយសារបញ្ញាប់ធ្វើការបងប្អូនបាទឥឡូវម៉ោង6អីបញ្ញាប់សោតទៅដល់កោះកុងខ្លាចអត់មានបាយស៊ីបាទបន្ទាប់មកធ្វើដំណើរមកមើលអទេសភាពហ្នឹងបដាអីបដាអល់ផ្លូវនៅក្រោមមកកន្លងអីណាចន្លងភ្នំអីណាចន្លងអ៊ូខុងអីណានេះចេះថាដល់បងប្អូនហើយផ្លូវនេះអាកន្លែងគេទប់ខ្ពស់គេកាយពីមុនហ្នឹងគេកាយមកទៀបអស់ហើយនេះគេដាក់រនាំងគ្រោះថ្នាក់អីហ្នឹងបងប្អូនបានធ្វើដំណើរប្រយ័ត្នប្រយែងកុំលឿនពេកបងប្អូនបាទដោយសារផ្លូវហ្នឹងវាល្អិលផ្លូវបេតុងវាអត់ដូចផ្លូវកស៊ូទេហើយណាមួយយើងបើកបរដោយការប្រុងប្រយ័ត្នបាទបានសុវត្ថិភាពទាំងទៅទាំងមកអញ្ចឹងណាហើយកន្លែងផ្លូវនេះក៏គេធ្វើស្អាតហើយដែរអញ្ចឹងបងប្អូនដែលមកលេងពេលចូលឆ្នាំចូលអីមកលេងមកបងប្អូនហើយបើកបរដោយប្រយ័ត្នប្រយែងកុំអាងផ្លូវស្រួលលឿនណាបងប្អូនវាសុវត្ថិភាពទាំងអស់គ្នាទាំងទៅទាំងមកបាទវាមិនវិលល្ងាចទេណាចង់និយាយចឹងណាចឹងបើកបរដោយការប្រុងប្រយ័ត្នហើយអានេះវិរិយអគ្គិសនីហ្នឹងគឺជិះកាត់ចង់1លានដងហើយបាទចឹងឥឡូវខ្ញុំមកធ្វើដំណើរមកដល់កោះកុងហើយបងប្អូនបាទឃើញភ្លើងលំអីឃើញភ្លើងខេតហើយបងប្អូនបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណសម្រាប់ការគាំទ្រនិងទស្សនាវីដេអូរបស់ admin ដល់ខេត្តកោះកុងសូមជម្រាបលា